មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB បង្ហាញប្រភេទសត្វកម្រដែលមិនមែនជាសត្វពស់ហើយក៏មិនមែនជាដង្កូវនេះជាប្រភេទសត្វដ៏កម្រមួយដែលពួកវាមិនមែនជាសត្វពស់ហើយក៏មិនមែនជាដង្កូវនោះទេប៉ុន្តែជាប្រភេទសត្វនៃពពួកថលជាលឹងសត្វដែលអាចរស់នៅក្នុងទឹកហើយនឹងគោបានដែលត្រូវបានគេស្គាល់ថាស៊ីស៊ីលៀនមជ្ឈមណ្ឌល ACCB បានឲ្យដឹងដែរថាវាជាប្រភេទសត្វដែលមានតែពីរប្រភេទប៉ុណ្ណោះដែលត្រូវបានគេរកឃើញនៅក្នុងប្រទេសកម្ពុជាយើងហើយពួកវាទៀតសោតពិតជាកម្ររកឃើញណាស់ដោយសារតែពួកវាចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវានៅក្រោមដីជាកន្លែងដែលពួកវារកស៊ីដង្កូវឬក៏ចន្លេននិងសត្វល្អិតផ្សេងៗទៀតជាចំណីមជ្ឈមណ្ឌល ACCB បានឲ្យដឹងបន្ថែមថាពួកវាចេញមកខាងក្រៅលើដីម្ដងម្កាលប្រហែលជាស្វែងរកគូឬរកទីជម្រកល្អជាងមុនហើយក៏ចេញនៅតែពេលយប់មានភ្លៀងធ្លាក់តែប៉ុណ្ណោះគូបញ្ជាក់ថាសត្វប្រភេទនេះស្បែករបស់ពួកវាត្រូវរក្សាសំណើមជានិច្ចដើម្បីឲ្យពួកវាដកដង្ហើមបានពោលគឺពួកវាជាសត្វដែលអាចដកដង្ហើមតាមស្បែកបានពួកយើងនឹងរងចាំមើលពពួកសត្វដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះបន្ថែមទៀតនាពេលអនាគត